បើនិយាយពីមុខម្ហូបត្រីឆ្អើរទឹកត្រីប៉េងប៉ោះនេះខ្ញុំជឿថាបងប្អូនខ្មែរយើងមួយចំនួនគឺគាត់បានស្គាល់ហើយក៏មានបងប្អូនយើងមួយចំនួនទៀតក៏គាត់ចូលចិត្តញ៉ាំដែរដោយសារតែរសជាតិត្រីឆ្អើរគឺស្រួយហើយត្រូវជាមួយនឹងទឹកត្រីប៉េងប៉ោះយើងជូរអែមទៀតគឺរឹតតែឆ្ងាញ់ថែមទៀតហើយសម្រាប់វិធីធ្វើវិញក៏ងាយស្រួលហើយលឿនទៀតសំខាន់ឲ្យតែយើងលាយទឹកត្រីត្រូវគឺញ៉ាំទៅឆ្ងាញ់ហើយបងប្អូន ហើយសម្រាប់ប៉េងប៉ោះខ្ញុំថ្ងៃនេះខ្ញុំយកប៉េងប៉ោះទូចៗហើយមានចម្រុះពណ៌ដំបូងគឺខ្ញុំហាន់ប៉េងប៉ោះយើងជាចំណិតទូចៗបន្ទាប់មកទៀតគឺខ្ញុំហាន់ស្លឹកខ្ទឹមយើងហើយលាយជាមួយនឹងម្ទេសក្រហមបន្ទាប់មកគឺខ្ញុំលាយគ្រឿងមានដូចជាស្ករសប៊ីចេងហើយនិងទឹកត្រីរបស់យើងភ្លក្សល្មមប្រៃផ្អែមទៅតាមរសជាតិដែលបងប្អូនចូលចិត្ត បន្ទាប់ពីផ្សំគ្រឿងទឹកត្រីយើងរួចរាល់ហើយបងប្អូនភ្លក្សបើសិនជាស្ទើរជូរគឺយើងអាចថែមជាមួយនឹងអំបិលទុំបានហើយចុងក្រោយគឺខ្ញុំចាប់ផ្ដើមទៅកម្ដៅត្រីឆ្អើររបស់យើងខ្ញុំដាក់នៅក្នុងម៉ៃក្រូវេវរយៈពេល30វិនាទីឥឡូវត្រីឆ្អើរទឹកត្រីប៉េងប៉ោះយើងគឺរួចរាល់ហើយបងប្អូនតើអញ្ចឹងពិសាទាំងអស់គ្នាសូមអរគុណបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត